ទិញភាគហ៊ុនចំនួន500ហ៊ុនតើបានភាគលាភចំនួនប៉ុន្មានក្នុងឆ្នាំ2024ធនាគារ ACDA គាត់ប្រកាសថាបែងចែកភាគលាភ227រៀលក្នុង1ភាគហ៊ុនដូចនេះបើយើងមាន500ហ៊ុននោះយើងទទួលបានភាគលាភចំនួន113,900រៀលបាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាក្នុងថ្ងៃនេះខ្ញុំចង់និយាយពីភាគលាភធនាគារ ACDA ក្នុងឆ្នាំ2024បន្តិចដោយធនាគារបានចេញសេចក្តីជូនដំណឹងថាអនុលោមតាមសេចក្តីសម្រេចនៃកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនដឹកលើកទី25បាទរបស់ធនាគារកាលពីថ្ងៃទី24ខែមេសាឆ្នាំ2025ភាគហ៊ុនដឹកទាំងអស់នឹងបានឯកភាពបាទបោះឆ្នោតឯកភាពអនុម័តទៅលើការបែងចែកភាគលាភជាសាច់ប្រាក់ចំនួន20%នៃប្រាក់ចំណេញក្នុងឆ្នាំ2024ដែលផ្ដល់ជូនវិនិយោគិនរបស់ធនាគារហ្នឹងបើយើងគិតជាចំនួនសាច់ប្រាក់នោះមានប្រមាណជា98,000លានរៀលបាទ98,000លានរៀលដោយសារធនាគារ ACDA មានចំណាយភាគហ៊ុនជាង400លានភាគហ៊ុននោះអញ្ចឹងចែកទៅក្នុងមួយចំណាយភាគហ៊ុននោះគឺបាន227.8រៀលបាទក្នុងមួយចំណាយភាគហ៊ុនឬក៏យើងហៅកាត់ថា227រៀលអញ្ចឹងបាទធនាគារបានបញ្ជាក់ដែរថាប្រាក់ចំណេញដែលនៅសល់ប្រហែលជា80%បាទ80%ហ្នឹងគឺធនាគារនឹងរក្សាទុកបាទក្នុងខ្ទង់រក្សាទុកហើយការបែងចែកភាគលាភនេះគឺមិនទាន់កំណត់ថ្ងៃចែកនៅឡើយទេបាទតែកំណត់ថ្ងៃអ្នកដែលមានសិទ្ធិទទួលបានចំនួនភាគលាភហ្នឹងដោយគេហៅថា record date អញ្ចឹងធនាគារបានកំណត់ថាបាទ record date ហ្នឹងគឺថ្ងៃទី7ឧសភា2025បាទចឹងអ្នកដែលគាត់ចង់ទទួលបានភាគហ៊ុនហ្នឹងគាត់អាចទិញពីមុនមករក្សាទុកឬក៏ទិញមុនថ្ងៃទី6បាទថ្ងៃទី6ព្រោះជាធម្មតាដើម្បីទទួលបានភាគលាភគេត្រូវទិញមុន record date 2ថ្ងៃអញ្ចឹងបើ record date ធនាគារដាក់នៅថ្ងៃទី7ឧសភាអញ្ចឹងយើងអាចទិញមុនថ្ងៃទី6មានទិញថ្ងៃទី5ទី4ទី3បាទមុនហ្នឹងមកបានភាគលាភហើយបាទតែបើយើងទិញថ្ងៃទី6ទី7ទី8អត់បានទេអញ្ចឹងដែរអ្នកដែលគាត់លក់គាត់ចង់បានភាគលាភហើយចង់លក់ហ៊ុនអញ្ចឹងគាត់អាចរងចាំមកលក់ថ្ងៃទី6បាទថ្ងៃទី6លក់ហើយក៏នៅតែទទួលបានភាគលាភដែរត្រង់ចំណុចនេះក៏បញ្ជាក់ទីថាភាគហ៊ុនបាទគឺគេអត់កំណត់ចំនួនរយៈពេលនៃការកាន់ទេបាទឲ្យតែយើងមានឈ្មោះនៅថ្ងៃដែលគេបែងចែកភាគលាភហ្នឹងគឺយើងនឹងទទួលបានភាគលាភហើយឧទាហរណ៍ជាក់ស្ដែងធនាគារ ACDA កំណត់ថាថ្ងៃទី7ឧសភាជាថ្ងៃ record date បាទជាថ្ងៃដែលកំណត់ឈ្មោះម្ចាស់ភាគហ៊ុនដែលត្រូវទទួលបានភាគលាភអញ្ចឹងហើយច្បាប់នៅក្នុងការទូទាត់ភាគហ៊ុនហ្នឹងគឺគេត្រូវការពេល2ថ្ងៃអញ្ចឹងយើងទិញឲ្យបានមុន2ថ្ងៃក្រោយយើងមានឈ្មោះជាម្ចាស់ភាគហ៊ុនយើងទទួលបានភាគលាភតែម្ដងបាទហើយចំពោះភាគលាភនៅក្នុងឆ្នាំនេះបាទចំនួន227រៀលបាទក្នុងមួយចំណាយភាគហ៊ុនហ្នឹងនឹងទទួលបាននៅថ្ងៃណានោះរហូតចាំបាទរហូតចាំអាជ្ញាធរដែលជាអាណាព្យាបាលហ្នឹងគឺធនាគារជាតិបាទ NBC នឹងសម្រាប់សិនអនុម័តសិនណាបាទអញ្ចឹងធនាគារ ACDA បានបោះឆ្នោតភាគហ៊ុនហ្នឹងថាសម្រាប់បែងចែក227រៀលបាទក្នុងមួយចំណែកភាគហ៊ុនដោយកំណត់ record date ថ្ងៃទី7ឧសភាបាទអ្នកលក់ថ្ងៃទី6ក៏នៅបានភាគលាភបាទអ្នកទិញថ្ងៃទី6អត់បានទេបាទអ្នកទិញថ្ងៃទី5បាទបានភាគលាភហើយអ្នកលក់ថ្ងៃទី5ហ្នឹងក៏អត់បានភាគលាភដែរធនាគារបានកំណត់ប៉ុណ្ណឹងបាទហើយថ្ងៃបែងចែកភាគលាភគឺរងចាំធនាគារជាតិជាអ្នកអនុម័តសិនធនាគារក៏នឹងប្រកាសថ្ងៃបែងចែកភាគលាភតាមក្រោយហើយមួយទៀតដែរចង់បង្ហាញជូនថាតើក្នុងឆ្នាំហ្នឹងយើងចង់បានភាគលាភបើសិនជាយើងមានភាគហ៊ុនណាបាទមានភាគហ៊ុនចំនួន500ហ៊ុនបាទ500ហ៊ុនឥឡូវយើងត្រូវការចំណាយលុយ3,55,000ដើម្បីទិញបាន500ហ៊ុនព្រោះតម្លៃហ៊ុនឡើង7,100បាទអញ្ចឹងបើយើងទិញបាន500ហ៊ុនបន្ទាប់មកធនាគារនឹងធ្វើការបែងចែកភាគលាភឲ្យយើងនៅរង្វង់ខែ5ឬចុងខែ5ហ្នឹងចំនួន200រៀលក្នុង227រៀលក្នុងភាគហ៊ុនបាទអញ្ចឹង500ភាគហ៊ុនយើងនឹងបាន113,900រៀលបាទអញ្ចឹងរយៈពេលប្រហែលជាមួយខែហ្នឹងបាទយើងអាចចំណេញបានប្រហែលជា3%ដែរបាទ3%នេះគ្រាន់តែយើងមើលឃើញបាទមើលឃើញថារយៈពេលមួយខែនេះយើងទិញហើយយើងចំណេញបាន3%ប៉ុន្តែភាគហ៊ុនអាចលើសពីនឹងបន្តិចបាទលើសពីនឹងបន្តិចដោយសារតែក្រោយពេលការចែកភាគហ៊ុនអាចចែកភាគលាភបាទភាគហ៊ុននឹងអាចថ្លៃឬក៏អាចឡើងថ្លៃពេលខ្លះយើងទិញបានមួយខែភាគលាភបាន3.2%ប៉ុន្តែមួយខែក្រោយភាគហ៊ុននឹងអាចធ្លាក់អស់5%អញ្ចឹងដែរត្រង់នេះហើយដែលអ្នកខ្លះក៏តាក់ទើនឹងការទិញប៉ុន្តែមនុស្សមួយចំនួនក៏បង្កើនការទិញដែរអញ្ចឹងហើយក៏មានលំនាំមួយទៀតពាក្យថ្ងៃចែកភាគលាភនឹងភាគហ៊ុនតែងតែឡើងថ្លៃដោយសារតែពួកគាត់នឹងទិញដើម្បីយកភាគលាភហ្នឹងអរគុណច្រើនបងប្អូនបាទ
សម្រាប់ព័ត៌មានបន្ថែមខ្ញុំនឹងអាប់ដេតជូនតាមក្រោយបើសិនជាមានព័ត៌មានអីដែលចាំបាច់អរគុណច្រើនជម្រាបលាកុំភ្លេច Subscribe លើ Channel នេះផងមកចាប់អារម្មណ៍ទីផ្សារពីរហូត